អ្វីដែលខ្ញុំសង្សោគ្នាយើងទី1ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់នៅ tab អញ្ចឹង tab គឺជាពាក្យបញ្ជា tab គឺជាពាក្យបញ្ជាអញ្ចឹងមួយ statement នេះឬក៏មួយ line នេះមួយ line ដែលមាន I love learning HTML ហ្នឹងវាត្រូវបានរងអំពើនៃ tab H1 នេះរងអំពើមិនឧទាហរណ៍យើងមើលនៅលើ online ប្រើរិសាឃើញទេឃើញ font វាធំហ្នឹង H1 ហើយ I love you នេះ I love នេះថៃបានវា trade តែថា I ហ្នឹងវាត្រូវបានរងអំពើនៃ tab I នេះ I love ហ្នឹងវារងអំពើណាអញ្ចឹង tab ហ្នឹងគឺជាពាក្យបញ្ជាអញ្ចឹង I love ហ្នឹងត្រូវបានរងអំពើនៃ tab I ហើយ I love learning HTML ហ្នឹងវាត្រូវបានរងអំពើនៃ tab 1 នេះបញ្ជាទាំងមូលយើងឃើញណាអូឥឡូវដូរខ្ញុំដូរដាក់ tab 2វិញ search វិញអូខេ sorry 2វិញខ្ញុំរ៉ាំឃើញមានទូចទេ small ទេបាទអញ្ចឹងមួយ line ហ្នឹងត្រូវបានរងអំពើនៃ tab 2ណាបាទប៉ុន្តែ I នេះI love នេះវាត្រូវបានរងអំពើនៃ tab I អូខេបាទតោះឥឡូវចប់ចំណុចមួយខ្ញុំបញ្យល់ចំណុចមួយទៀតយើងនិយាយអំពីនេះ study of with DC នេះកន្លែងហ្នឹងយើងនិយាយអំពីការសរសេរ inline style អញ្ចឹងសរសេរឲ្យផ្ទាល់សរសេរនៅក្នុង line តែមួយជាមួយនឹង tab ជាមួយនឹង tab បញ្ជានេះយើងឃើញទេបាទ font វា 50 px យើងឃើញអត់បាទធំចុះមកក៏study color វាពណ៌ក្រហមទឹកវាពណ៌ក្រហមដោយសារតែ tab 3 នេះយើងបាន format តាមរយៈ style ដែលយើងហៅ element ទៅប្រើ h3 ទៅហ្នឹងគឺជា element ផងហើយបើយើងនិយាយពី HTML structure វាគឺជា tab វាគឺជា tab គឺជាពាក្យបញ្ជាតែបើយើងទៅសេ style ទៅហ្នឹងគេហៅថា element h3 នេះឃើញទេ element អញ្ចឹងមានន័យថាវាត្រូវបានរងអំពើតាមរយៈ style ដែលគេទៅសេបញ្ជាឲ្យវាមាន color វាពណ៌ហូនអូខេតោះណាបាទអាហ្នឹងទៅសេតាមសេ style តាមរយៈ element អញ្ចឹងការទៅសេ style យើងអាចហៅបាន3របៀបហៅតាម element ហៅតាម class និងហៅតាម ID អញ្ចឹងឧទាហរណ៍ឥឡូវនៅពេលដែលយើងនិយាយ HTML out format tab នេះតើនឹងយើងនិយាយអំពីការប្រើប្រាស់នៃ tab គេ tab គឺជាពាក្យបញ្ជាប៉ុន្តែតើនឹងយើងនិយាយអំពីការប្រើប្រាស់នៃ style អញ្ចឹងខ្ញុំបានអាសាញតម្លៃឲ្យវាតាមរយៈ class ដោយដាក់ឈ្មោះវាថា tab នេះ tab នេះអញ្ចឹងគឺយើងហៅ tab ហៅឈ្មោះ tab នេះមកធ្វើការ format តាមរយៈ class ដូច Mr. Limain Mr. អីគេសេងហ៊ូសេងអីហ្នឹងឬក៏សុកលៀបហ្នឹងបាទឬក៏ស្មីហ្នឹងមានឈ្មោះខ្ញុំហៅគឺតាមរយៈឈ្មោះហើយសួរថាឈ្មោះហ្នឹងនៅក្នុងបញ្ជីហ្នឹងវាមាន ID អត់ ID នៅក្នុងបញ្ជីអត់មាន ID ដូចគ្នាមែនទេបាទអញ្ចឹងទី1អាចយើងស្គាល់តាមរយៈ ID ទី2យើងស្គាល់តាមឈ្មោះយើងអាចហៅអញ្ចឹង ID ទៅហ្នឹងគឺID គឺ tab នេះយើងអាសាញឲ្យវាតាមរយៈ class អញ្ចឹងហៅមកប្រើអូមកឥឡូវខ្ញុំអាចប្រើគេខ្ញុំអាចប្រើ ID សួរស្គាល់អត់ពីព្រោះអាសាញតម្លៃឈ្មោះទៅនេះដាក់ឈ្មោះវាហ្នឹងគឺដាក់ class ដល់ពេលហៅទៅហៅតាម ID វាស្គាល់អត់ស្គាល់ទេពីព្រោះឈ្មោះហ្នឹងវាស្គាល់តាមរយៈការប្រើប្រាស់អីគេ class អញ្ចឹង class គឺប្រើសញ្ញា dot យើងឃើញទេបាទហើយនៅពេលដែលយើងនិយាយពីពេលនេះពេលក៏ជាឈ្មោះដែរតែយើងអាសាញឲ្យវាតាមរយៈអីគេតាមរយៈ ID អញ្ចឹង ID យើងប្រើសញ្ញាត្រង់ជ្រូកអញ្ចឹងរបៀបសរសេរ style មាន3របៀបទី1អាចហៅ element ទៅសរសេរទៅ format ទី2ហៅឈ្មោះហើយឈ្មោះហ្នឹងយើងអាចហៅតាម ID និងតាម class ហៅតាម class និងតាម ID ហើយអាសាញឈ្មោះឲ្យវាហើយរបៀបលក្ខខណ្ឌក្នុងការសរសេរ style និយាយពីលក្ខខណ្ឌវិញលក្ខខណ្ឌក្នុងការអូខេលក្ខខណ្ឌក្នុងការហៅ style ទៅប្រើយើងអាចហៅតាមរយៈទី1ហៅតាមរយៈអីគេតាមរយៈ header style មួយទៀតតាមរយៈ inline ឥឡូវ inline យើងអត់ទាន់បញ្យល់ទេអញ្ចឹងយើងអាចនិយាយពីហៅតាមរយៈ
header style ហើយនឹងការរយៈតាមរយៈ inline style តោះនេះគឺយើងតោះឡើងតោះនេះ កន្លែងហ្នឹងតោះ តោះនេះផ្សេង